បាទតាមពិតរឿងនៅពិភពលោកនេះរឿងលោកត្រាំនេះគួរតែរឿងនៅលើគេគួរតែដាក់នៅលើគេប៉ុន្តែយកមកដាក់នៅក្រោមគេដោយសារតែវាដដែលរាល់ថ្ងៃពេកហើយដូចជាវល់ដូចលាមកចូលឈ្នាងអញ្ចឹងអារឿងជាមួយនឹងអ៊ីរ៉ង់នេះឥឡូវទុកនៅនឹងម្ដុំសិនមកនិយាយពីរឿងលុយរបស់លោក Gen Z នេះវិញព្រោះបងប្អូនប្រជាពលរដ្ឋខ្មែរច្រើនណាស់ដែលគិតថារដ្ឋយើងកំពុងអាក្រប្រទេសយើងកំពុងអាខ្វះខាតជីវភាពប្រជាពលរដ្ឋយើងលំបាកកម្មករចំណាក់ស្រុកពលករចំណាក់ស្រុកនឹងក៏គ្មានការងារធ្វើជាពាក់បំណុលគេវ៉ាន់កមីក្រូហិរញ្ញវត្ថុកសិករកម្មករពលករអ្នករត់ម៉ូតូឌុបស្ផាស្អាប់និយាយទៅគឺវេទនាលំបាកគ្រប់គ្នាហើយខ្វះលុយនឹកឃើញរឿងលុយ15,000 លានដុល្លារដែលរដ្ឋាភិបាលអាមេរិកគឺរដ្ឋាភិបាលអាមេរិកបង្កក់ទ្រព្យរបស់លោក Gen Z ដែលជាជនជាតិខ្មែរមានដើមកំណើតចិនបាទន័យថាសញ្ជាតិខ្មែរមានដើមកំណើតចិនដែលរកស៊ីមានបាននៅប្រទេសកម្ពុជាហ្នឹងឆោបបោកគេអនឡាញយ៉ាងក៏ក្រើកជំវិញពិភពលោកធ្វើឲ្យខូចឈ្មោះគេឈ្មោះប្រទេសកម្ពុជាស្ដារមិនរួចក៏ប៉ុន្តែអ្នកដែលរងទុក្ខវេទនាទៅជាប្រជាពលរដ្ឋកម្ពុជាអាលុយពីលោកចិនស៊ីក៏តែមិនបានអាជាតិសាសន៍ក៏បាត់បង់កិត្តិយសសេចក្តីថ្លៃថ្នូរនឹងដូចថាមុខមាត់នឹងខូចនៅលើឆាកអន្តរជាតិចឹងមិនមែនខូចតែ15,000 លានដុល្លារដែលបាត់បង់ដោយរដ្ឋាភិបាលអាមេរិកបង្កក់ហ្នឹងឯងគឺបាត់បង់រាប់សិបពាន់លានដុល្លារទៀតតកតទៅនឹងការខូចមុខខូចគេឈ្មោះកម្ពុជាដែលបាត់អស់អ្នកវិនិយោគភ្ញៀវទេសចរឬក៏ធ្វើឲ្យបញ្ហាប៉ះពាល់ដល់ប្រជាពលរដ្ឋ17 លាននាក់ណាឥឡូវលុយទាំងអស់នេះកម្ពុជាគ្មានសង្ឃឹមបានសំបីតែមួយរៀលហើយខ្ញុំនឹងពន្យល់ថាហេតុអីរកម្មចិត្តទៀតហើយបងប្អូនឲ្យទៅលឺរឿងអញ្ចឹងខ្ញុំអត់ចង់ផ្សាយតាមពិតរឿងអកុសលបែបនេះក៏ប៉ុន្តែវាជាដំណឹងដើម្បីឲ្យប្រជាពលរដ្ឋយកទៅពិចារណាទាំងអស់គ្នាហើយយើងធ្វើអីទៀតក្នុងនាមជាប្រជាពលរដ្ឋខ្មែរដើម្បីថាយើងជាជនរងគ្រោះហើយអាផលកម្រៃប្រាក់ដែលត្រូវតែប៉ះប៉ូវជំងឺចិត្តរបស់យើងសងការខូចខាតអត់បានអីទាំងអស់រឿងនេះគឺអញ្ចេះបងប្អូនប្រហែលថ្ងៃចុងក្រោយនេះគឺសារព័ត៌មានអន្តរជាតិជាពិសេសគឺក្រុមអ្នកស្រាវជ្រាវឯករាជ្យរបស់បណ្ដាញសារព័ត៌មានអន្តរជាតិមួយក្រុមធ្វើអត្ថបទស្រាវជ្រាវស៊ីជម្រៅមួយតាក់ទងពីរឿងទ្របដែលបង្កក់បានពីលោកចិនស៊ីហ្នឹងតាមពិតវាគួរតែជារឿងឈឺឆ្អាលរបស់ខ្មែរទេមិនមែនទៅរឿងក្រុមអ្នកកសែតអន្តរជាតិណាហ្នឹងនាំគ្នាឈឺឆ្អាលជំនួសខ្មែរទេពួកអីទ្របរបស់លោកចិនស៊ីគឺជាទ្របបានក្នុងក្របខ័ណ្ឌឈ្មោះគាត់មានសញ្ជាតិកម្ពុជាបើគាត់មានសញ្ជាតិកម្ពុជាបានន័យថាគាត់យកឈ្មោះខ្មែរគាត់យកស្អីហ្នឹងយកទៅពាំងយកទៅរស៊ីរបានខូចឈ្មោះខ្មែរវាគួរតែខ្មែរដែលជាជនរងគ្រោះទទួលបានភាគផលដែលជាសំណល់ពីការរឹបអូសទ្រព្យសម្បត្តិរបស់លោកចិនស៊ីប៉ុន្តែមកដល់ម៉ោងនេះគឺកម្ពុជានឹងគ្មានសង្ឃឹមបានសូម្បីតែមួយរៀលរឿងគឺអញ្ចេះនៅក្នុងពេលដែលជនរងគ្រោះជាច្រើនម៉ឺនអ្នកនៅសហរដ្ឋអាមេរិកនេះគេចងក្រងជាបណ្ដាញក្រុមមេធាវីរបស់គេបងប្អូនលោក Gen Z នៅពេលដែលរដ្ឋាភិបាលអាមេរិកតាមរយៈក្រសួងរដ្ឋាភិបាលសហការជាមួយនឹងប៉ូលីសសហព័ន្ធ FBI របស់អាមេរិកចាប់បង្កកទ្រព្យសម្បត្តិដែលជាទ្រព្យសម្បត្តិអនឡាញទេបងប្អូនជា Bitcoins គឺបានន័យថាជាការជួញដូររូបិយវត្ថុមួយយ៉ាងដែលមិនមានរូបរាងជាលុយទេប៉ុន្តែជាតួលេខអញ្ចឹងនៅក្នុង Bitcoins ហ្នឹងគឺយើងដឹងហើយគឺមានទឹកប្រាក់សរុបមិនក្រោម15,000 លានដុល្លារទេដែលមានបើយើងនិយាយពីហ៊ុនឬក៏ការទិញដូរអចលនទ្រព្យសំទោសទ្រព្យរបៀបជា Bitcoin រូបិយវត្ថុបែបនេះគឺមានដល់ទៅ122,000សំទោស127,272 Bitcoin tokens ចង់និយាយថាវាដូចជាកណនី Bitcoin ហ្នឹងឬក៏ Bitcoin ហ្នឹងបើយើងគិតទៅបើទាំង100,000ជាង Bitcoin token ហ្នឹងបើបូកជាលុយទៅគឺប្រមាណជា15,000 លានដុល្លារដែលជាការជួញដូរបានមកពីការបោកបន្លំឆោបបោកប្រជាពលរដ្ឋទាំងអាមេរិកទាំងនៅអឺរ៉ុបទាំងនៅទីផ្សេងទៀតឲ្យคล้ายទៅជាជនរងគ្រោះនៃអំពើឆោបបោកអនឡាញដែលមានមូលដ្ឋានធំនៅឯប្រទេសកម្ពុជាហើយដែលរដ្ឋាភិបាលជាតិអាមេរិកបានចាប់លោក Gen Z ហ្នឹងចោទប្រកាន់
ច្រើនបាត់ល្មើសមែនតើបង្កក់ទ្រព្យសម្បត្តិនឹងផងរឹបអូសទ្រព្យសម្បត្តិដែលមានសហការជាមួយអង់គ្លេសជាមួយរដ្ឋាភិបាលផ្សេងទៀតនៅលើពិភពលោកចាត់ការតាមការគួររបស់ខ្លួនប៉ុន្តែប្រាក់ដែលបង្កក់ច្រើនជាងគេបំផុតគឺនៅប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិក$15,000 លានបងប្អូនទឹកប្រាក់នេះច្រើនសន្ធឹកណាស់$15,000 លាននេះបើយើងគិតអំពីលុយដើម្បីយកមកផ្គត់ផ្គង់ថវិកាជាតិកម្ពុជាអត់ចាំបាច់រកអីទាំងអស់អត់ចាំបាច់យកពន្ធអត់ចាំបាច់ស្អីហ្នឹងក្នុងរយៈពេល1ឆ្នាំកន្លះបើកប្រាក់ខែឲ្យមន្ត្រីរាជការប៉ូលីសទាហានស្អីហ្នឹងឬក៏ស្អីដោះស្រាយបញ្ហាមួយឆ្នាំកន្លះដែលអត់ចាំបាច់ធ្វើអីសោះតែម្ដងច្រើនណាស់$15,000 លានបាទហើយបើសិនជាយកវាយកមកជួយកសិករយើងដែលស្រូវថោកឬក៏ពង្រឹងវិស័យកសិកម្មកសិឧស្សាហកម្មផ្ដល់ការងារធ្វើឲ្យកម្មការិនីឡើងប្រាក់ខែប្រហែលជាឡើងម្នាក់ឡើងដល់ទៅ$500បាត់ហើយឡើងទៅ5ឆ្នាំក៏អស់ដែរលុយនេះនោះច្រើនណាស់5ទៅ10ឆ្នាំនោះតែដោយសារតែអកុសលគឺលុយទាំងអស់នេះគឺស្ថិតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់អាមេរិកហើយឥឡូវនេះមិនមែនតែក្រុមមេធាវីជនរងគ្រោះដែលជាជនជាតិអាមេរិកដែលជាជនរងគ្រោះនៅក្នុងអំពើឆបោកកំពុងតែដាក់ពាក្យប្តឹងទាមទារយកសំណងនឹងទេសូម្បីតែក្រុមមេធាវីរបស់លោកចិនស៊ីណាមានមួយក្រុមអាទិត្យមុននេះទើបតែដាក់ពាក្យទាមទារឲ្យក្រសួងយុតិធធម៌អាមេរិកនេះបញ្ចេញព័ត៌មានផងថាតើលុយនឹងបង្កក់ដោយរបៀបម៉េចហេតុអីបានជាបង្កក់ដូចថាចង់រកតតាំងជាមួយនឹងអាមេរិកដើម្បីឲ្យខ្ជាក់លុយនឹងមកវិញបើសិនជាបង្កក់ដោយមិនមានភ័ស្តុតាងអីគ្រប់គ្រាន់អីចឹងណាអញ្ចឹងទាំងជនរងគ្រោះដែលជាជនជាតិអាមេរិកទាំងលោកចិនស៊ីខ្លួនឯងមានមេធាវីគាត់ច្រើនអ្នកដើម្បីតតាំងក្តីដើម្បីទារយកលុយនឹងមកវិញដែរលោកចិនស៊ីខ្លួនឯងក៏ទារយកលុយនឹងមកវិញដែរហើយមានក្រុមសន្តិសុខផ្នែក Cyber Security ទីភ្នាក់ងាររបស់ចិនមួយកំពុងតែរករឿងអាមេរិកដែរតាក់ទងនឹងរឿងការបង្កក់ទ្រព្យលោកចិនស៊ីនេះតែចោទអាមេរិកហ្នឹងថាជាល្បិចធ្វើស៊ីលោកចិនស៊ីដោយគិតថាលោកចិនស៊ីរកស៊ីលបហ្នឹងពីមុនមកគឺអាមេរិករៀបចំយ៉ាងម៉េចដើម្បីឲ្យជាប់នៅក្នុងអង្គប់ហ្នឹងទៅហើយទៅបង្កក់ទ្រព្យសម្បត្តិរបស់លោកចិនស៊ីអស់អញ្ចឹងបានន័យថាទីភ្នាក់ងារ Cyber Security របស់ចិននេះក៏អាចនឹងចង់ទាមទារចំណាយភាគផលរបស់ប្រាក់$15,000 លានដើម្បីចិនដែរព្រោះលោកចិនស៊ីជាចិនដោយឡែកគឺខាងកម្ពុជាអត់មានទេអត់មានភាគីកម្ពុជាណារដ្ឋាភិបាលខ្មែរឬក៏តំណាងខាងភាគីកម្ពុជាណាដើម្បីតំណាងឲ្យជនរងគ្រោះដើម្បីតតាំងជាមួយនឹងអាជ្ញាធរអាមេរិកទាមទារប្រាក់សំណងនឹងយកទៅជួយរដ្ឋាភិបាលកម្ពុជាទេខ្លាចខ្ញុំអានព័ត៌មានមិនដល់ឬក៏មិនគ្រប់អីបងប្អូនដឹងព័ត៌មាននឹងជួយប្រាប់ខ្ញុំផងហើយបើព័ត៌មាននេះឮដល់រដ្ឋាភិបាលកម្ពុជាជួយដាក់ពាក្យផងសុំទារយកលុយចំណែកនៃការបំផ្លាញកិត្តិយសកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលជាទឹកប្រាក់ឥឡូវហ្នឹង$15,000 លាននៅក្នុងរដ្ឋាភិបាលជាតិអាមេរិកហ្នឹងសុំឲ្យយកចំណែកដ៏ធំនៃប្រាក់នេះយកមកឲ្យប្រជាពលរដ្ឋខ្មែរមកព្រោះអីប្រជាពលរដ្ឋខ្មែរបិទថាមិនមានច្រើនដែលជាជនរងគ្រោះដោយថាតែចាញ់បោកគេរាប់$10,000ទេរត់ទៅលុយហូបលៀសហាលមួយថ្ងៃ3ពេលអត់បានផងហ្នឹងយើងមិនអាចទៅចាញ់បោកគេដល់ថ្នាក់$10,000 $100,000ដោយជនជាតិអាមេរិកដែលសល់លុយកមកកណោអញ្ចឹងគាត់ងាយនឹងលុះក្រោមឥទ្ធិពលឆបោកហ្នឹងព្រោះគាត់ចង់វិនិយោគលុយហ្នឹងព្រោះសល់ច្រើនខ្មែរយើងចាញ់បោករហូតដល់$10,000នេះខ្ញុំជឿថាបើមានក៏មានតិចតួចណាស់អាមេរិកច្រើនបំផុតព្រោះងាយបោកដោយសារអីគាត់សល់លុយច្រើនទី1ទី2គាត់មានគំនិតចង់វិនិយោគអត់ទុកលុយក្រោមកន្ទេលទេអញ្ចឹងបានន័យថាជនរងគ្រោះកម្ពុជាមិនមានជនរងគ្រោះរបៀបជាប្រជាពលរដ្ឋអញ្ចឹងទេអាចជាជនរងគ្រោះក្នុងនាមជារដ្ឋាភិបាលកម្ពុជាឬក៏អាចថាយ៉ាងម៉េចខ្ញុំអត់ដឹងបើសិនជាយើងប្រាប់ដោយលោកហ៊ុនម៉ាណែតអញ្ចឹងថាយើងជាជនរងគ្រោះហើយចុះហេតុអីឥឡូវមិនព្រមដាក់ពាក្យហ្នឹងទៅប្តឹងទៅរដ្ឋាភិបាលអាមេរិកដើម្បីទាមទារភាគផលនៃប្រាក់បង្កក់របស់លោកចិនស៊ីហ្នឹងទារមកដើម្បីជួយសេដ្ឋកិច្ចជាតិយើងស្ដារមុខមាត់ជាតិយើងទៅប៉ុន្តែយើងអត់ដែលមានឃើញឯកសារហ្នឹងទេឬក៏រដ្ឋាភិបាលមិនបង្ហាញឬក៏មិនទាមទារអីខ្ញុំអត់ដឹងក៏ប៉ុន្តែមកដល់ម៉ោងណាគឺយើងឃើញយុទ្ធនាការនៅក្នុងការទាមទារលុយហ្នឹងដើម្បីបានទៅផលដល់ជនរងគ្រោះអត់បានផលទេអ
ចឹងយើងត្រូវចាំថាសំបីតែជនរងគ្រោះដែលជាជនជាតិអាមេរិកមានមេធាវីតំណាងច្រើនក្រុមណាស់មនុស្សរាប់ម៉ឺននាក់ថ្លៃជាជនរងគ្រោះកំពុងតែប្តឹងទៅរដ្ឋាភិបាលជាតិអាមេរិកនិងក្រសួងយុតិធម៌អាមេរិកនឹងដើម្បីទាមទារសំណងឲ្យជនជាតិអាមេរិកដែលចាញ់បោកប្រព័ន្ធឆោបបោកអនឡាញរបស់លោក Gen Z នេះក៏ប៉ុន្តែមកដល់ម៉ោងនេះគឺអត់មានក្រុមមេធាវីណាមួយជោគជ័យតតែសោះហេតុអីបានជាអត់ជោគជ័យបងប្អូនរឿងវានៅត្រង់ចេះការឆោបបោកអនឡាញរបស់លោក Gen Z នេះគឺខាងក្រសួងយុតិធម៌អាមេរិកថាទ្រព្យសម្បត្តិទាំងអស់នេះអាចនឹងប្រគល់ជូនទៅជនរងគ្រោះនៅពេលដែលជនរងគ្រោះរកឃើញអំពីភស្តុសនកម្មផលខូចខាតរបួសស្នាមដែលផ្ទាល់ពីការឆោបបោករបស់លោក Gen Z តាមរយៈអីតាមរយៈការវិនិយោគចាញ់បោកឲ្យឃើញពីតួលេខនឹងច្បាស់លាស់ចាញ់បោកដោយរបៀបម៉េចអស់លុយប្រមាណផ្ញើទៅយ៉ាងម៉េចរកស៊ីយ៉ាងម៉េចហើយត្រូវបញ្ជាក់ទៀតថាការចាញ់បោកនេះគឺមិនមែនចាញ់បោកដោយខ្លួនយើងដឹងខ្លួនទេប៉ុន្តែចង់បានលុយគេដែរទេអញ្ចឹងឧទាហរណ៍ថាបើលោក Gen Z បោកមែនក្រុមគាត់បោកមែនប៉ុន្តែយើងចង់ចំណេញចង់បានលុយដឹងហើយយើងដឹងរឿងដែរថាអាហ្នឹងវាមិនមានភាពស្មោះត្រង់រួចដូចមិនតិលតែយើងចង់ចំណេញច្រើនឧទាហរណ៍ដូចស្អីនៅស្រុកខ្មែរយើងអាគេស្អីអាការប្រាក់ដាក់$100បាន$10 $15អីអញ្ចឹងវាពេលខ្លះវា too good to be true វាថាស្ដាប់ទៅវាដូចងាយពេកឲ្យរលុយលើគោកពេកអញ្ចឹងមិនបានរកបានតែក្រុមគ្រួសារយើងយក100ដាក់បាន$10 $5-10ការប្រាក់វាហួសហេតុមួយខែដំបូងបានខែក្រោយដាក់ថែម1000ទៀតបានទៀតខែក្រោយ3ខែក្រោយថែមខ្ចីធនាគារ5000ទៀតបានទៀតខែក្រោយទៀត9មិត្តភ័ក្តិបងប្អូនក្រុមគ្រួសារដាក់ទាំងអស់កុំប្រាប់អ្នកដទៃព្រោះរបរនេះវាកាក់កបខ្លាំងណាស់ព្រោះដាក់បានដល់តែ12ខែក្រោយតាមរៀលក៏អត់ដែរអាលុយខ្ចីពីធនាគារក៏អស់អាលុយការប្រាក់ក៏គ្មានព្រោះអាការប្រាក់ដែលយើងគិតថាដំបូងដាក់1000បាន150យកអា150ហ្នឹងដាក់ជាមួយអា1000ហ្នឹងទៀតបាន200យកអា1200 1300ដាក់ទៅទៀតបានច្រើនទៀតច្រើនរហូតហើយទៅចាប់ផ្ដើមខ្ចីគេទៀតយូរអាលុយដែលប្រមូលបានមកមានបានណាយកដាក់វិនិយោគវិញទាំងអស់គឺគេប្រមូលមកកញ្ចប់យកអស់តែម្ដងដូចគ្នាអញ្ចឹងគឺយើងមានចិត្តលោភលន់ដែរចង់និយាយចឹងខ្ញុំអត់បន្ទោសជនរងគ្រោះទេយើងមានចិត្តលោភលន់ដែរដោយថាឃើញប្រព័ន្ធហ្នឹងវាស្រួលរលុយពេកហើយបងប្អូនស្អីក៏ដោយឲ្យតែស្រួលរលុយពេកហ្នឹងគឺបោកហើយព្រោះវាអត់បើស្រួលពេកអញ្ចឹងគេចាំបាច់ទៅប្រឹងអីលោកហើយហេតុអីក៏គេមិនដឹងអីទៅយើងដូចយើងសុកអីទៅលឺអ្នកណាម្នាក់ថាគេរកឃើញថ្នាំព្យាបាលជំងឺលើទឹកនោមផ្អែមជាដាច់ឯនៅខ្មែរដោយប្រើឱសថបុរាណនេះឱសថបុរាណនោះគ្រូនេះផ្លុំស្ដោះនេះបើគាត់ប្រកែកអញ្ចឹងមែនប្រហែលជាមហាសេដ្ឋីនៅលើពិភពលោកអាមេរិកទិញយកមកមុនគេព្រោះគំនិតដែលថ្នាំនៅអាមេរិកនេះលក់រាប់ពាន់លាន$មួយឆ្នាំដើម្បីទប់តែជំងឺហ្នឹងតែគាត់បានបន្ទប់អត់ព្យាបាលអីកើតចុះបើយើងចេះបែបហ្នឹងយើងចាំបាច់ទៅនៅអត្តដងក្នុងព្រៃជ្រៅអីនាំឲ្យមូសខាំអីយើងយកអាគំនិតហ្នឹងយកមកលក់ឲ្យក្រុមហ៊ុនផលិតឱសថនៅអាមេរិកនេះមកកោបលុយហើយកម្ពុជាយើងខ្លាយទៅជាប្រទេសអ្នកមានគ្រាន់តែលក់អាបតង់ហ្នឹងណាប៉ុន្តែវាអត់ទេវាបោកព្រោះអ្វីដែលជារឿងកន្លែងមួយចំនួនដែលមិនគួរឲ្យជឿកុំទៅជឿគេពេកបងប្អូនបើច្បាស់សិតតែព្យាបាលបានជាដាច់ជំងឺមហារីកបើចឹងប្រកែអញ្ចឹងគេចាំបាច់មានឱសថមានគ្រូមកអីគេប្រកែអញ្ចឹងយើងនិយាយថាបើយើងលក់អាកម្មសិទ្ធិបញ្ញាហ្នឹងឲ្យគេយកមកស្លធ្វើជាថ្នាំជាអីទៅព្យាបាលមនុស្សជុំវិញពិភពលោកប្រុសសัตว์អីបានតែ3 4នាក់ហ្នឹងហើយយើងចិត្តតែអីដល់មាននិស័យបានប្រុសបានហើយចុះបើយើងជាអ្នកប្រុសសัตว์ចាំបាច់រើសអើងនិស័យរើសអើងពូជសាសជាតិសាសអីហ្នឹងទៀតព្យាបាលជំងឺពិភពលោកមកមិនដឹងបានប៉ុនប្រមាណ100កឆេទេបាទហ្នឹងចឹងមកថាការបោកវាមានច្រើនទម្រង់បងប្អូនតែយើងក៏លុះក្រោមឥទ្ធិពលបោកតែខ្ញុំមិនបន្ទោសជនរងគ្រោះពេកទេជួនកាលមកពីអាជ្ញាធរខ្លួនឯងរដ្ឋាភិបាលខ្លួនឯងហ្នឹងមិនជួយការពារឧទាហរណ៍ដូចរឿងលោក Gen Z ណាទៅជឿថាគាត់បោកបើគាត់ជាទីប្រឹក្សារបស់លោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាជាទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតអ្នកណាមិនជឿព្រះអង្គបក់ផ្លិតកែវមនីលោកមនីព្រះអង្គមនីអ្នកណាអត់ជឿសួរមកបងប្អូនណាដែលអត់ជឿព្រោះដោយសារកុំនិយាយថាបងប្អូនអត់ជឿមានច្រើនខ្ញុំចង់និយាយក្នុងន័យសមត្ថកម្មថាបក់ផ្លិតដីហុយ
ទៅបោចស្លឹកឈើយកមកដាំទឹកផឹកថាជាចង់បាក់ខ្ទមបាក់អាស្រមរបស់លោកសង្ឃមួយអង្គហ្នឹងរួចចុះបើប្រកែបក់ផ្លិតណាអាកាលសម័យដែលខ្មែរនៃដែលស្អីថៃចូលមកទន្ទ្រានដីយើងនោះបក់ឲ្យប៉ឹងខ្ចាត់ខ្ចាយអាកុងតឺន័របាឡាលួសនោះឲ្យប្រកាច់នរិះអន្តរាយអស់មើលកុំឲ្យយើងនៅវេទនាចិត្តរកម្មចិត្តយំស្រែកពេញទឹកពេញដីប្រជាពលរដ្ឋរាប់ពាន់អ្នកកំពុងរស់នៅខ្លោចផ្សារទឹកកក្លោកនៅក្រោមតង់អីអញ្ចឹងអាហ្នឹងយើងមិនធ្វើអញ្ចឹងវិញទៅឬមួយក៏គិតថាអាហ្នឹងគេបក់បានតែអ្នកមាននិស័យប្រមាណអ្នកជឿប៉ុនជឿបាបជឿលើនេះទេអ្នកដែលអត់និស័យអត់អីបក់វាមិនត្រូវអាហ្នឹងបោកទៀតហើយចុះហេតុអីបានអត់ជឿប្រសង់ខ្មែរដែលបក់ផ្លិតដោយសារតែយើងជាថ្នាក់ដឹកនាំហ្នឹងនិមន្តប្រសង់ឲ្យទៅប្រោះព្រំនៅក្នុងផ្ទះហើយលើកឲ្យខ្ពស់ប្រជាពលរដ្ឋខ្មែរលុះក្រោមឥទ្ធិពលអ្នកធំអ្នកមានអំណាចហ្នឹងព្រោះជឿថាយើងមានចេះដឹងច្រើនជាងពួកគាត់ល្ងិតល្ងងតទៅពេលឃើញយើងពោតអោបណែសាពះពោតហៅនិមន្តលោកឬក៏អ្នកណាមួយចូលមកយើងខំប្រឹងលើកឲ្យខ្ពស់ពេកធ្វើឲ្យប្រជាពលរដ្ឋជឿស្លុបថាចោះយើងខ្មែរតូចតាចជារាជសាមញ្ញយើងអត់ជឿយើងគេក៏ល្ងិតល្ងងម៉េះគេសត្វតាឧត្តមមន្ត្រីសថ្នាក់ដឹកនាំប្រទេសផងគេនៅជឿគេនៅនិមន្តលោកទៅប្រោះព្រំដល់ផ្ទះគេមើលគេមានណោះឲ្យសារយើងល្ងងមិនជឿអញ្ចឹងមកយើងក្រជឿទៅទៀតអាហ្នឹងអារបៀបបោកមួយគឺរបៀបបោកក្រុមលក់លេលក់អីអនឡាញអីអញ្ចឹងគឺថាគេបង្ហាញទ្រព្យសម្បត្តិបង្ហាញភាពអស្ចារ្យដើរលេងនៅទីក្រុងរ៉ូមទីក្រុងណាហូបសិតតែបកងផ្ទះឡាន20-30គ្រឿងវីឡាស្កឹមស្កៃគឺដើម្បីតាក់ទាញទឹកចិត្តយើងឲ្យជឿថាគេជោគជ័យនៅពេលដែលជឿគេជោគជ័យយើងគ្រាន់តាមគេយើងខ្លាចអីគេធ្វើបានជោគជ័យយើងល្ងងអញ្ចឹងបានយើងនៅតែក្រដល់ពេលអត់ជឿតាមគេហើយដល់ពេលជឿអានេះជាល្បិចបោកគេដែរអូយបងប្អូនខ្លះគេរស់ស៊ីតាមត្រឹមត្រូវរបស់គេបងប្អូនមិនមែនអង្គុយតែបោកគ្រប់រឿងទេប្រសង់ក៏មានប្រសង់ពិតប្រកបក៏ច្រើនដែរយើងមិនមែនថាសុទ្ធតែមិនជឿទាំងអស់ក៏ប៉ុន្តែអីក៏ដោយតើវាធ្វើឲ្យលឹះលុបពេកចង់ជំរុញបង្ខំឲ្យមនុស្សជឿអានឹងចាញ់បោកគេហើយវា too good to be true ភាសាអង់គ្លេសគេនិយាយ too good to be true បានន័យថាវាល្អពេករហូតតែថាជឿសឹងតែថាមិនជឿបានណាវាដូចថាដាក់$10បាន5ដាក់$100បាន$5-10ការប្រាក់ហើយដូចថាដូចយល់សពបន្តិចដូចការពិតតិចប៉ុន្តែការពិតដូចជាមិនពិតតែដាក់បានមែនអាហ្នឹងបោកហើយឥឡូវយើងចាញ់បោកគេអញ្ចឹងដោយសារតែយើងខ្លួនឯងហ្នឹងគឺវាមាន greed វាមានគេហៅសេចក្តីលោភៈរបស់យើងអាតណ្ហារបស់យើងការចង់បានរបស់យើងហ្នឹងគឺយើងស្រេកឃ្លានចង់បានដែរដល់អញ្ចឹងទៅវាលុះក្រោមឥទ្ធិពលនៃលោភៈទោសៈមោហៈហ្នឹងទៅក៏លុះក្រោមឥទ្ធិពលនៃគេបោកបានប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចនឹងឯងដែលខ្ញុំនិយាយថាទទួលខុសត្រូវជួយទប់ដើម្បីកុំឲ្យប្រជាពលរដ្ឋចាញ់បោកបើតាក់ទងនឹងរឿងសាសនាអីក៏ដោយកុំយកសាសនាមកបាំងមុខអ្នកណាបោកក្នុងវិស័យសាសនាចាប់ដាក់គុកហើយអប់រំប្រជាពលរដ្ឋកុំឲ្យចាញ់បោកគេកុំយល់លេសថាជាតិសាសនាព្រះមហាក្សត្រយើងអាចប៉ះសាសនាបានទេសាសនាអត់បោកទេសាសនាគឺជាការគោរពដ៏ត្រឹមត្រូវប្រើបញ្ញាញាណវិចារណញាណអត់មែនបោកគេទេតែបោកគេគឺអ្នកបំផ្លាញសាសនាទៅវិញតាដូច្នេះអត់មានយកស្អីណាមិនអាចហាមឃាត់ប្រជាពលរដ្ឋអត់ឲ្យគោរពសាសនាបានអត់មានទេអ្នកណាធ្វើផ្ដេសផ្ដាស់ខុសពីគោលការណ៍បោកប្រជាពលរដ្ឋឲ្យជឿស្លុបក្រោមអំពើអបាយមុខឬក៏ការឆោបបោកអីអាហ្នឹងគឺខុសសាសនាគឺបំផ្លាញសាសនាទៅវិញទេគួរតែកម្ចាត់គួរតែដោះស្រាយដូចគ្នានៅពេលដែលមានអ្នកណាមកមានបោកឆោបបោកអនឡាញអីមជ្ឈមណ្ឌលឆោបបោកពេញផ្ទៃស្រុកខ្មែរគេរកឃើញអាហ្នឹងបានន័យថាអ្នកដែលចូលរួមចូលដៃជាមួយនឹងពួកប្រព្រឹត្តឲ្យធ្វើឲ្យមានជនរងគ្រោះគឺអាជ្ញាធរមូលដ្ឋានហើយលើកខ្ពស់ដល់ពេលលើកលោកចិនស៊ីអីខ្ពស់ពេកប្រជាពលរដ្ឋគិតថាមនុស្សទាំងអស់នេះសុទ្ធតែជាមនុស្សត្រឹមត្រូវមនុស្សពិតมันអាចបោកកើតទេព្រោះថ្នាក់លើយកជាទីប្រឹក្សាជាអីជាទីបង្គោលហើយដល់ពេលអញ្ចឹងយើងចាញ់បោកយើងទៅបន្ទោសអ្នកណាព្រោះមានអ្នកណាមានមេដឹកនាំកម្ពូលគេថាគាត់ជាមនុស្សត្រឹមត្រូវហើយចោះរឿងអីគ្រាន់តែយើងជឿតាមយើងជឿអត់បានអានេះសុទ្ធតែមានចំណែកនៅក្នុងហ្នឹងមិនមែនជាជនរងគ្រោះទេគឺយើងចូលរួមប្រព្រឹត្តធ្វើឲ្យមានគេចាញ់បោកឥឡូវលោកហ៊ុនម៉ាណែតគាត់ថាគាត់អត់ដឹងហងគាត់ដឹងទេ
ឆោបបោកអនឡាញគេស្រាវជ្រាវឃើញតាំងពីឆ្នាំ2019ឡើងក៏ក្រាក់ពេញផ្ទៃផែនពណ៌សធាគាត់ថាអត់ដឹងចឹងអត់ដឹងមានតែឪពុកគាត់ដឹងហើយចុះបើឪពុកគាត់មិនដឹងគាត់ក៏អត់ដឹងអ្នកណាកាន់អំណាចអានេះហាជារឿងមួយដែលលំបាកឥឡូវអូខេឥឡូវថាលោកហ៊ុនម៉ាណែតថាឥឡូវយើងជាជនរងគ្រោះចុះដាក់ប្តឹងគេទៅប្តឹងទៅអង្គការដែលទៅរដ្ឋាភិបាលអាមេរិកទៅសុំទាលុយនេះយកចំណែករបស់លោកចិនស៊ីដែលជាមនុស្សដែលមានសញ្ជាតិខ្មែរនេះធ្វើឲ្យខូចឈ្មោះប្រទេសកម្ពុជាយ៉ាងដំណំទាលុយនឹងយកមកឲ្យប្រជាពលរដ្ឋយកមកឲ្យទាហានយើងជួយផ្គត់ផ្គង់ទាហានយើង$15,000 លានច្រើនណាស់បងប្អូនបើយកមកដូចខ្ញុំនិយាយចឹងនេះអានេះលុយនេះចែកម្នាក់1លានសម្រាប់បងប្អូនក្រុមគ្រួសារពលីទៅហើយអ្នកពិការហ្នឹងម្នាក់កន្លះលានទៅព្រោះរដ្ឋគ្មានលុយណាទៅចែកចឹងទេប៉ុន្តែបើបានលុយបែបនេះយកមកជួយអញ្ចឹងទៅព្រោះពលីដើម្បីជាតិមាតុភូមិវាគ្មានតម្លៃណាកាត់ថ្លៃបានទេលុយ1លានហ្នឹងក៏វាតិចតួចណាស់$1លានឬក៏$50,000សម្រាប់ក្រុមគ្រួសារពិការអីហ្នឹងឲ្យរស់នៅក្នុងជីវិតចុងក្រោយរបស់គាត់ឲ្យមានភាពសบายឬក៏កិត្តិយសសេចក្តីថ្លៃថ្នូរបិទភ្នែកចិត្តទៅប៉ុន្តែអត់ឃើញមានហើយដល់អត់ឃើញមានឥឡូវនេះក្រុមមេធាវីកំពុងតែរងអាបញ្ហាគេដែលជាជនរងគ្រោះណែណានៅអាមេរិកហ្នឹងយកលុយហ្នឹងឲ្យបានទៀតរដ្ឋាភិបាលជាតិអាមេរិកហើយនឹងក្រសួងយុតិធម៌អាមេរិកគឺកំពុងតែមិនឆ្លើយតបសំណួរអីរបស់អ្នកសារព័ត៌មានទាំងអស់ហើយលុយនេះគឺនៅបកកទុកចោលចឹងតែម្ដងខាងក្រុមមេធាវីចិនស៊ីក៏យកមិនបានខាងជនរងគ្រោះនៅនេះក៏យកមិនបានដោយសារអីខ្វះឯកសារភស្តុតាងដើម្បីបញ្ជាក់ថាជាជនរងគ្រោះពិតប្រាកដអាពិតប្រាកដហ្នឹងគឺសំដៅទៅលើយើងពិតជាចាញ់បោកគេឬក៏យើងដឹងថាគេបោកដែរប៉ុន្តែចំណេញច្រើនពេកចេះតែប្រឹងរកស៊ីជាមួយគេនេះអាហ្នឹងរឿងហ្នឹងសំខាន់ណាស់ឥឡូវនេះមានក្រុមមួយក្រុមថាបានធ្វើដំណើរទៅប្រទេសកម្ពុជាដើម្បីរកមើលជនរងគ្រោះពិតប្រាកដដើម្បីកសាងសំណុំរឿងទាលុយមិនមែនទាដើម្បីខ្មែរទេទៅរកមើលប្រទេសកម្ពុជាតើមានជនរងគ្រោះណាដែលមានផលប៉ះពាល់ដែលជាជនបរទេសដើម្បីឲ្យគេទាអញ្ចឹងនៅកម្ពុជាយើងអត់ទាន់ឃើញវិធានការហ្នឹងហើយខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតក្រុមការងារស្រាវជ្រាវរកភស្តុតាងដើម្បីទាមទារលុយនេះឲ្យដឹងថាលុយហ្នឹងគឺកម្ពុជាជាជនរងគ្រោះបើមិនមែនជាជនរងគ្រោះជាប្រជាពលរដ្ឋក៏ជនរងគ្រោះក្នុងនាមជាប្រទេសដែរប៉ុន្តែយើងអាចនឹងពិបាកឲ្យបងប្អូនយើងទៅដាក់យើងថាជាជនរងគ្រោះនៅពេលដែលយើងអាជ្ញាធរបើកដៃឲ្យពួកទាំងនោះប្រព្រឹត្តអំពើល្មើសនៅក្នុងស្រុកយើងខ្លាយទៅជាជនប្រព្រឹត្តដល់ខ្លាយទៅជាជនប្រព្រឹត្តអាលុយហ្នឹងដឹងអត់បានយើងលុយហ្នឹងដឹងអត់បានកម្ពុជាព្រោះអីយើងមិនអាចខ្លាយទៅជាជនរងគ្រោះនៅពេលដែលយើងអនុញ្ញាតឲ្យរបរនេះអាចនឹងកើតឡើងនៅក្រោមឃ្លៀករបស់យើងណាអាចជាហេតុផលដែលរដ្ឋាភិបាលអត់អាចដាក់ប្តឹងទៅតុលាការឬក៏ប្រព័ន្ធយុតិធធម៌អាមេរិកដើម្បីទារភាគផលនៃប្រាក់បង្កក់$15,000 លានរបស់លោកចិនស៊ីយកមកចែកកម្ពុជាជាតម្កល់ថវិកាជាតិដើម្បីអភិវឌ្ឍជាតិឬស្ដារមុខមាត់ជាតិដូច្នេះរឿងនេះវាអាចអញ្ចឹងដែរកម្ពុជាអត់អាចទៅប្តឹងគេបានព្រោះយើងមិនមែនជាជនរងគ្រោះឥឡូវសំបីជនរងគ្រោះផ្ទាល់នៅណាក៏ដាក់អត់បានដែរក៏ប៉ុន្តែបងប្អូនសាកល្បងទៅបើលោកហ៊ុនម៉ាណែតថាយើងជាជនរងគ្រោះប្តឹងទៅដាក់ទៅតុលាការអន្តរជាតិហើយប្រជាពលរដ្ឋខ្មែរទាំងអស់ហ្នឹងគួរតែក្រោកឡើងតតាំងគ្នាតវ៉ាឲ្យណាស់ណាដែរមើលទាឲ្យអាមេរិកទម្លាក់លុយហ្នឹងទៅជួយខ្មែរវិញព្រោះយើងខូចខាតខ្លាំងណារឿងចេះណាបងប្អូនដែលជារឿងជាតិយើងចំណេញជាតិយើងដែលបងប្អូនត្រូវធ្វើមិនមែនមួយថ្ងៃរវល់ខ្វល់រឿងលើក្រែមានក្រែអាណាប្តីប្រពន្ធអាណា2ប្តី3អីណានោះជេរបចោគ្នាបតិចគ្នាចាប់នៅនេះដាក់គុកចាប់នៅនោះដាក់គុកនៅអង្គុយហែកហួរខ្មែរគ្នាឯងអត់បានប្រយោជន៍បើអញ្ចឹងយើងប្រកែយើងប្រកែខ្លាំងអញ្ចឹងតែបើអញ្ចឹងអត់ព្រមទេយើងប្រកែអារឿងរឿងគ្នាឯងអាហ្នឹងខ្ញុំសុំសរសើរដោយស្មោះហើយប្រកែរឿងហែកក្តិចគ្នាឯងប៉ុន្តែដល់ពេលមានរឿងអត់ព្រមទៅរឿងរដ្ឋាភិបាលឲ្យដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឬព្រំដែនអន្តរជាតិស្ងាត់ឲ្យមាត់ចុកជាពិសេសឃោសនិករបស់គណៈបកកណ្ដាលអំណាចហ្នឹងហ្មងអ្នកដែលគ្រប់គ្រងរដ្ឋាភិបាលផ្កាប់មុខហ្នឹងណាដល់ពេលមានរឿងអីសុទ្ធតែស្នេហាជាតិពួកប្រឆាំងសក្រុមឧទាមក្រុមមររឿងបំផ្លិចបំផ្លាញអីអាគេខំប្រឹងតតាំងឲ្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីបានដីមកវិញក៏សិនតែក្រុមគេនឹងក្បត់ជាតិក្រុមឧទាមតែដល់ក្រុមខ្លួនអត់ព្រមរឿងរដ្ឋាភិបាលឲ្យដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រំដែនអន្តរជាតិហើយមកប្រឡប់ទៀតថាដាក់ហើយអីណាយើងនឹងកុំចេះដឹងកុំចេះអីចេះតែអញ្ចឹងរហូតដល់ពេលរឿងទាលុយគេ$15,000 លានអីចេះដែលជារឿងជាតិ
អត់មាននាំគ្នាធ្វើបាតកម្មតវ៉ាជាសម្លេងទាំងគណៈបកការអំណាចរដ្ឋាភិបាលអីហ្នឹងទៅប្តឹងអាមេរិកដើម្បីបានលុយហ្នឹងអត់ទេឡាយតែរវល់មកជេរក្រុមប្រឆាំងធ្វើសមាជជាតិសមាជស្អីណានោះដែលគេខំប្រឹងធ្វើហ្នឹងដើម្បីឲ្យវាមានសម្លេងឲ្យយើងដឹងថាថៃឈ្លានពានកម្ពុជាឬក៏រដ្ឋាភិបាលអសមត្ថភាពមិនព្រមធ្វើការងារហ្នឹងដាក់ប្តឹងដាក់អីគេខំប្រឹងធ្វើថាក្រុមគេហ្នឹងសុទ្ធតែក្រុមកកោកកាយអីណានោះហើយចឹងនាំគ្នាជេរបចោគ្នាអញ្ចឹងវិញបាទអញ្ចឹងប៉កែមើលអស់លោកដែលជាលលោកនោះដែលប៉កែនោះមួយថ្ងៃហែកតែគ្នាតាមបណ្ដាញសង្គមទាំងនៅអាមេរិកទាំងនៅស្រុកខ្មែរនេះសាកមើលសាកនាំគ្នាតវ៉ាលើកទឹកចិត្តឲ្យប្តឹងអាមេរិកដើម្បីយកលុយ$15,000 លានយកមកជួយជាតិយើងមើលអាហ្នឹងខ្ញុំនឹងសារតបានថាអស់លោកគិតជាតិមែនប៉ុន្តែមួយថ្ងៃចំណាយពេលវេលាអត់ប្រយោជន៍បានក្បាលមេក្រូមកនឹងអង្គុយទៅបចោអ្នកនេះមើងងាយអ្នកនោះហែកអ្នកនេះហែកអស់លោកបំផ្លាញជាតិខ្លួនឯងដោយមិនដឹងខ្លួនតាមពិតមិនមែនមិនដឹងខ្លួនទេដឹងប៉ុន្តែអស់លោកចូលចិត្តអញ្ចឹងឯងឥឡូវចឹងដល់ទៅពេលតវ៉ាឲ្យធ្វើបាតកម្មប្រឆាំងនឹងអាមេរិកតាក់ទងនឹងរឿងឲ្យថ្កោលទោសថៃរឿងទម្លាក់ F16 យកគ្រាប់ទៅទម្លាក់លើទាហានខ្មែរអត់ស្ងាត់ឲ្យឆឹងបានតាគេហៅអើហអូធម្មយាត្រាសន្តិភាពអីហ្នឹងសន្តិភាពចឹងហែទៅគោះតដោកផ្អើលពេញភូមិបាទខ្ញុំថាមិនដឹងថាយើងយ៉ាងម៉េចទេខ្ញុំនិយាយនេះគឺគ្មានចង់បានអីក្រៅពីឲ្យតែយើងធ្វើឲ្យតែត្រូវខ្លះទៅយើងហេតុអីជំនុំគ្នាទៅធ្វើតែរឿងដែលមិនបានប្រយោជន៍ស្អីហ្នឹងហើយនៅតែអោបកសោបសោបលេងលបែងថៃហ្នឹងរហូតហើយនិយាយរឿងគោះតដោកមិញហ្នឹងខ្ញុំកាត់បន្តិចទៅគឺប្រជាពលរដ្ឋថាគេទៅដល់ឋានប្រច័នអស់ទៅហើយនៅឡាយកម្ពុជានាំគ្នាគោះតដោកដើម្បីតាក់ទងគ្នាគ្រាមានអាសន្នចុះសម័យបច្ចេកវិទ្យាអីអស់ហ្នឹងហើយនិយាយទៅតាមវិកអ្នកដែលរិះគន់ហ្នឹងមែនតើគាត់ក៏រៀងដូចជាធ្ងន់ដៃសម្រាប់រដ្ឋាភិបាលដែរតែធ្វើអីគាត់ថាមិនត្រូវតែបើមើលទៅក៏វាមើលទៅដូចជាកំសត់ដែរបងប្អូនអាគោះតដោកហ្នឹងតាំងសម័យចិន9ហ្នឹងហើយឥឡូវមកដល់សម័យនេះគេប្រើទូរស័ព្ទគេប្រើអីឥឡូវវាអស់មានអា Telegram មានអាsignal វាមានអា Facebook វាមានអាឥឡូវអាស្អីគេ Skype នោះរហូតដល់គេបើករហូតគេបិទទៅវិញបាត់ទៀតហើយរួយយើងមកនៅគោះតដោកដើម្បីការពារសុវត្ថិភាពភូមិឃុំពេលមានការអីឲ្យគោះតដោកហៅគ្នាដើម្បីដោះស្រាយបញ្ហាខ្ញុំមិនជាជំទាស់អីទេអារឿងការដែលប្រជាពលរដ្ឋសហការគ្នាភូមិមានសុវត្ថិភាពមានដូចថាការពារភូមិឋានយើងអីអញ្ចឹងគោះតដោកទៅជួនកាលគ្នាខ្វះខាតអីគ្មានទូរស័ព្ទគ្មានអីប្រើក៏គោះប៉ុន្តែគោះតដោកហ្នឹងកាលបានលឺទៅដល់អាជ្ញាធរទៅលោកអើយព្រោះអីតដោកវាមិនមែនដូចថាបើគោះហ្នឹងលឺតែប្រមាណផ្ទះហ្នឹងមិនអញ្ចឹងហ៎តើវាមិនអាចនឹងលឺដល់ថារើងទៅទូរស័ព្ទទៅប៉ូលីសគេមកអីអញ្ចឹងទៅតែបងប្អូនអាហ្នឹងជាការរិះគន់ទេលោកកណនី Facebook មួយឈ្មោះសាន់ម៉ាឡាគាត់សេថាវៀតណាមគ្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរថៃអភិវឌ្ឍកម្មវិធីអវកាសអ៊ីរ៉ង់នៅរវល់ធ្វើរបស់វែសំទោសខណៈដែលអ៊ីរ៉ង់នៅរវល់ធ្វើរបស់វែងធំនឹងប៉ុន្តែសំទោសនៅខ្មែរយើងនៅរវល់ធ្វើគោះតដោកនៅឡើយនិយាយទៅការដែលរិះគន់នេះគឺវាជាចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋដែលមួម៉ៅប៉ុន្តែមានកណនី Facebook មួយដែលផ្សាយយកមកផ្សាយគេដាក់ថាកុំអាឡ័យទៅគោះតដោកប្រយ័ត្នចោលរត់បាត់ស្រមោលទូរស័ព្ទប្រាប់ប៉ូលីសទៅទាន់សភាពការនេះគឺជាកណនីឈ្មោះ The News នៅ Facebook ហ្នឹងរឿងនេះគឺឈឺចាប់អាជ្ញាធរខេត្តពោធិ៍សាត់មែនតើព្រោះអីនៅពេលដែល The News នេះយកមកផ្សាយក៏ដាក់ថាខេត្តពោធិ៍សាត់គឺលោកណារ៉ាចម្រើនអភិបាលស្រុកកណ្ដៀងបានដឹកនាំយុទ្ធនាការគោះត្រដោកនៅទូទាំងមូលដ្ឋានដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍និងផ្ដល់ដំណឹងអំពីបញ្ហាប្រឈមនានាយុទ្ធនាការនេះធ្វើឡើងតាមការណែនាំផ្ទាល់របស់លោកខូយរីដាអភិបាលខេត្តពោធិ៍សាត់ក្នុងគោលបំណងជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពនិងឆ្លើយតបបានទាន់ពេលវេលាពលរដ្ឋលើកឡើងថាការគោះត្រដោកគឺជាសញ្ញាផ្ដល់ដំណឹងបែបសហគមន៍
ក៏ប៉ុន្តែករណីមានអំពើអសន្តិសុខបន្ទាន់ប្រជាពលរដ្ឋត្រូវរាយការណ៍តាមទូរស័ព្ទទៅកាន់សមត្ថកិច្ចផ្ទាល់ដើម្បីធានាព័ត៌មានបានទៅដល់ដៃប៉ូលីសបានលឿននិងចាត់វិធានការបានទាន់សភាពការ The News នេះក៏គាត់និយាយក្នុងន័យឌឺដែរយកណែអាញាធរខេត្តពោធិ៍សាត់នេះយកមកលក់តម្រង់ហើយដល់ពេលគាត់និយាយបែបហ្នឹងនិយាយថាកុំអាឡ័យតែគោះទៅដោតប្រយ័ត្នចោលរត់បាត់សមោលទូរស័ព្ទប្រាប់ប៉ូលីសទើបមានទាន់សភាពការឃើញរវល់ទេបងប្អូនឃើញរវល់ឬដុំថ្មចោលឆ្កែឥឡូវអារឿងព្រំដែនទុកម្ដុំសិនដោះស្រាយរឿងតដោកសិនរដ្ឋបាលខេត្តពោធិ៍សាត់គឺរដ្ឋបាលស្រុកកណ្ដៀងថ្ងៃនេះថ្ងៃ26ខែមីនាហ្នឹងនៅពេលដែលមានព្រឹត្តិការណ៍នឹងកើតឡើងគាត់ចេញសេចក្តីបំភ្លឺគាត់ថាថ្មីនេះរដ្ឋបាលស្រុកកណ្ដៀងបានពិនិត្យឃើញថាមានបណ្ដាញទំនាក់ទំនងសង្គម Facebook មួយឈ្មោះកណនី The News បានយកវីដេអូសកម្មភាពគោះត្រដោករបស់រដ្ឋបាលស្រុកកណ្ដៀងទៅបង្ហោះក្នុងបណ្ដាញសង្គមរបស់ខ្លួនដោយគ្មានការអនុញ្ញាតបោះវីដេអូខ្លួនឯងប្រើ Facebook សាធារណៈមន្ត្រីសាធារណៈសោះហើយបោះវីដេអូហាមប្រជាពលរដ្ឋមិនឲ្យយកទៅផ្សាយចុះផ្សាយសាធារណៈទៅអីបើអត់ឲ្យប្រជាពលរដ្ឋផ្សាយក្រែងអាជ្ញាធរសាធារណៈចង់ឲ្យប្រជាពលរដ្ឋដឹងរួចតែគេយកទៅផ្សាយថាមិនសុំការអនុញ្ញាតរបស់សាធារណៈរបស់រដ្ឋទាំងអស់ដែលផ្សាយមកអត់ចាំបាច់សុំការអនុញ្ញាតអីទេព្រោះអាហ្នឹងរបស់ទាំងអស់ទាំងហ្នឹងគឺរដ្ឋមិនមែនជាកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុនទេអស់លោកនិយាយថាគេមិនសុំច្បាប់ហ្នឹងហាក់បីដូចជាធ្វើឲ្យគេនឹងមិនចេះច្បាប់អីសោះចិត្តថាទៅតែម្ដងព្រោះរបស់សាធារណៈអត់មានរបស់ត្រូវសុំច្បាប់អីទេប្រជាពលរដ្ឋតែយើងផ្សាយជាសាធារណៈហើយបើដាក់ប្រាប់ថាហាមយកទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតបើទោះដាក់ហាមហ្នឹងក៏អត់ហាមគេកើតដែរព្រោះអីយើងជាអាជ្ញាធររដ្ឋរបស់អស់ហ្នឹងជារបស់សាធារណៈទេអត់មានទៅហាមឃាត់គេទេបើហាមឃាត់កុំផ្សាយហើយផ្សាយទៅលើ Facebook ហើយហាមឃាត់គេហើយដល់គាត់ថាយកទៅផ្សាយអត់មានការអនុញ្ញាតហើយសរសេរខ្លឹមសារកុំអាឡ័យតែគ្រោះទៅដោកប្រយ័ត្នចោលរត់បាត់សមោលទូរស័ព្ទប្រាប់ប៉ូលីសទើបទាន់សភាពការឲ្យគាត់មកបញ្យល់ដល់ពេលគេរីគុណគាត់ថាចេះករណីនេះណារដ្ឋបាលស្រុកកណ្ដៀងសូមធ្វើការបំភ្លឺជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook ឲ្យបានជ្រាបថារឿងដែលប្រើគោះទៅដោកហ្នឹងមានដូចតទៅ8ចំណុចគាត់ថាបញ្យល់ទី1ប្រជាពលរដ្ឋម្នាក់គឺជាភ្នាក់ងារសន្តិសុខម្នាក់ទី2ការគោះទៅដោកគឺដើម្បីរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលចលនានេះមានបាននឹងកំពុងអនុវត្តនៅគ្រប់ស្រុកគ្រប់ក្រុងទូទាំងខេត្តពោធិ៍សាត់ទី3ជាការបង្ហាញសញ្ញាណឬក៏សញ្ញានៅពេលដែលមានគ្រោះថ្នាក់អាសន្ននៅទីតាំងកន្លែងណាមួយងាយស្រួលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋដែលនៅក្បែរជួយអន្តរាគមន៍និងដោះស្រាយឲ្យទាន់ពេលវេលាទី4ទប់ស្កាត់ក្រុមក្មេងទំនើងដែលមានគំនិតបង្កសកម្មភាពអសន្តិសុខទី6សំទោសទី5ជួយប្រជាពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ចទី6សមត្ថកិច្ចងាយស្រួលក្នុងការគ្រប់គ្រងនិងកំណត់មុខសញ្ញាជនសង្ស័យនៅពេលដែលឮសំឡេងតដោកចេញពីផ្ទះមួយទៅផ្ទះមួយទៀតទី7ពង្រឹងចលនាអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពក្នុងមូលដ្ឋានបន្ថែមលើយន្តការនៃការប្រើប្រាស់ទូរស័ព្ទក៏ថាមានទូរស័ព្ទដែរតែបន្ថែមទៀតចុះបើរវល់គោះតដោកបានណាចុចទូរស័ព្ទទី8ត្រដោកគឺជាឧបករណ៍បញ្ជាក់ពីអត្តសញ្ញាណរបស់ខ្មែរតាំងពីបុរាណដែលបានប្រើប្រាស់នៅក្នុងមូលដ្ឋានជនបទនិងសម្រាប់ឲ្យអ្នកជំនាន់ក្រោយបានស្គាល់នៅខ្ញុំពេញចិត្តអាលេខ8ហ្នឹងរឿងអត្តសញ្ញាណប៉ុន្តែអត្តសញ្ញាណហ្នឹងយកទៅដាក់នៅសារមន្ទីរទៅល្អជាងរកពយល់តាមទូរទស្សន៍ទៅនេះកម្មវិធីគោះតដោកហ្នឹងគឺអញ្ចេះឬខ្លាយជាសិល្បៈសម្ដែងឬក៏អីចឹងអប់រំអីចឹងទៅក៏ល្អដែរតែយ៉ាងណាបងប្អូនឃើញរវល់អត់ប្រយោជន៍ទេរវល់អត់ប្រយោជន៍ចឹងទាំងអស់គ្នារវល់អត់ប្រយោជន៍ដោយសារអីសម័យបច្ចេកវិទ្យានៅប្រើតដោកដល់ពេលគេរិះគន់ចាប់ផ្ដើមការពារហើយទៅរវល់មួយខេត្តដោយសាររឿងតដោកឥឡូវយើងទុកតដោកហ្នឹងម្ដុំសិនចុះបងប្អូនយើងរវល់រឿងប្រជាពលរដ្ឋយើងពលករខ្មែរជាងពាក់កណ្ដាលពលករខ្មែរចំណាក់ស្រុកពីថៃជាងពាក់កណ្ដាលគ្រោងធ្វើចំណាក់ស្រុកទៅរកការងារធ្វើនៅប្រទេសថៃវិញដោយសារតែជីវភាពខ្វះខាតអាសូរទេបងប្អូននេះគឺជាការរកឃើញរបស់អង្គការសង្ត្រាល់អង្គការពលករនៅមូលដ្ឋានរបស់យើងគាត់ចេញរបាយការណ៍នេះមិនមែនថ្មីទេបងប្អូនខ្ញុំគ្មានពេលទៅយកពេលព័ត៌មានឲ្យទាន់អស់គឺគាត់ផ្សាយតាំងថ្ងៃ21មក5ថ្ងៃហើយ21ខែមីនាប៉ុន្តែរបាយការណ៍នេះនៅតែមានឥទ្ធិពលដោយសារតែគាត់រកឃើញអំពីពលករចំណាក់ស្រុក
ដឹងពេលដែលប្រាវឆ្លោះគ្នាជាមួយថៃ2 ដងហ្នឹងមកផ្ទះវិញហ្មងនេះបងប្អូនអង្គការនេះរកឃើញថាមានប្រមាណជា9 សែនជាង9 សែននាក់មកពីថៃវិញនៅសល់1 លានទៀតតែមកជាង9 សែននាក់ប៉ុន្តែអកុសលជាង9 សែននាក់ដែលមកនេះតាមការស៊ើបអង្កេតនិងស្រាវជ្រាវរបស់អង្គការសង្ត្រាល់នេះរកឃើញថាមានមិនដល់តែមានប្រមាណតែ 30% ប៉ុណ្ណោះដែលទទួលបានជំនួយបន្ទាន់ឬក៏ដោះស្រាយអញ្ចឹងបានន័យថាម៉េចស្ទើរតែ60,000 នាក់6 សែននាក់ដែលអត់បានទទួលជំនួយអីគ្រប់គ្រាន់ណាជំនួយហ្នឹងគឺជំនួយក្នុងពេលគាត់មកហ្នឹងគឺភាគច្រើនគាត់ជួយដែរប៉ុន្តែមិនមែនថាអត់បានរយៈពេលខ្លីមានអាហារមានអីតិចតួចការដឹកជញ្ជូនប៉ុន្តែរយៈពេលវែងតាក់តងបំណុលតាក់តងការងារតាក់តងអីគឺគាត់អត់បានទទួលទេនិយាយទៅគឺច្រើនភាគរយស្ទើរតែ 70% ដែលអត់បានទទួលបែបនេះណាអញ្ចឹងបានន័យថាម៉េចអង្គការនេះរកឃើញទៀតថាឥឡូវនេះបងប្អូនដែលមកនេះគឺ 85% នៃអ្នកមកពីថៃគឺនៅចំពាក់បំណុលគេចំពាក់បំណុលដែលអត់អាចសងគេបានព្រោះអីពេលដែលមកហ្នឹងគឺរកបានប្រាក់$64ជាមធ្យមក្នុងមួយខែដែលការចំណាយ$173តើគាត់ទប់ទល់បំណុលយ៉ាងម៉េចបើរកបានតែ64ចាយលើសចំណូលនេះដល់ទៅ2 ដងជិត2 ដងទៅហើយនេះហើយដោយសារតែហេតុផលនេះឯងម្នាក់ចំពាក់បំណុលគេមួយគ្រួសារមិនតិចជាង$5,500ទេហើយនេះគឺជាការរកឃើញរបស់អង្គការសង្ត្រាល់ទេបងប្អូនដោយសារតែការរកឃើញនេះគាត់រកឃើញទៀតថាកត្តានេះគឺជំរុញឲ្យពលករខ្មែរចំណាក់ស្រុកជាង 50% បាទគឺ 53% ដែលឆ្លើយតបពួកគាត់មិនមែនទាំងអស់នឹងគេសម្ភាសទាំង9 លានអ្នកនឹងជាង9 សែនអ្នកនឹងទេបងប្អូនគឺពួកគាត់ទៅសម្ភាសជារបៀបថា sample គឺយកសំណាក់ប្រជាពលរដ្ឋចម្រុះអីអញ្ចឹងឆ្លាស់គ្នាទៅហើយនៅក្នុងហ្នឹងគឺ53% ប្រាប់ថាគាត់មានគម្រោងវិលត្រឡប់ទៅស្រុកថៃវិញដើម្បីទៅធ្វើការនៅហ្នឹងយកកម្រៃមកជួយដោះស្រាយជីវភាពព្រោះអត់អាចនៅបន្តនៅកម្ពុជាបានរឿងនេះខ្លោចផ្សារក្នុងដួងចិត្តណាបងប្អូនព្រោះអីស្រុកថៃគេមើងងាយយើងចង់ងាប់ប៉ុន្តែកម្មករគ្នាមកអត់ជំរឿអត់មានអ្នកណាជួយអត់មានវិធានការរដ្ឋាភិបាលជួយពួកគាត់រយៈពេលយូរអីដើម្បីមានសង្ឃឹមឥឡូវមករាប់ខែហើយដល់អញ្ចឹងក៏អត់មានទីពឹងគាត់ចាប់ផ្ដើមលុះក្រោមឥទ្ធិពលថាត្រូវតែវិលទៅរកប្រទេសថៃវិញដើម្បីរកការងារធ្វើហើយអាការចង់ទៅថៃវិញហ្នឹងកាលពីខែសីហាឆ្នាំ2025មានតែ 13% ទេចង់វិលទៅធ្វើការវិញព្រោះកាលហ្នឹងពងបាញ់គ្នាប្រហែលខ្លាំងឥឡូវស្រាប់តែឡើងដល់ 53% ចង់ត្រឡប់ទៅវិញច្រើនណាស់ហើយក៏អង្គការសង្ត្រាល់នេះមិនមែនរកឃើញតែបញ្ហាទេក៏គាត់ផ្ដល់អនុសាសន៍មួយចំនួនឲ្យរដ្ឋាភិបាលដោះស្រាយដែរក៏មិនថារិះគន់ចិត្តរិះគន់នោះក៏ថាទី1ឲ្យរកអវិធានការអត្ថប្រយោជន៍សង្គមនឹងជួយពលករដែលចំណាក់ស្រុកនឹងឲ្យបានច្រើនដូចជាជួយជាសាច់ប្រាក់សុទ្ធជាអាហារជំនួយសុខាភិបាលព្យាបាលជំងឺអត់យកថ្លៃហើយតកតងនឹងការយកចិត្តទុកដាក់រឿងបំណុលធនាគារមីក្រូហិរញ្ញវត្ថុហ្នឹងគឺនិយាយទៅអាសាច់ប្រាក់ជួយនឹងខ្ញុំថាមែនតើទៅរដ្ឋាភិបាលវាអត់មានសាច់ប្រាក់នឹងជួយមែនហើយខ្ញុំធ្លាប់បាននិយាយថាបើរដ្ឋាភិបាលមានទម្លាក់លុយ$250ឬក៏$500មួយខែសម្រាប់ពលករនីឬកម្មករហ្នឹងឲ្យគាត់ដោះទុកប្រហែល3ខែ6ខែសិនតែយើងអត់លុយបងប្អូនទៅខ្វល់រឿងពលករមកពីក្រៅអីគ្រាន់តែចូលឆ្នាំខ្មែររាជការបានតែ$10កន្លះហ្នឹងរួចសម្រាប់មួយឆ្នាំរួចទៅកម្មករអត់សាំងអត់អីថ្លៃដឹកជញ្ជូនអីហ្នឹងឲ្យបានតែមួយខែ$2កន្លះយើងគួរអាណិតដែរមិនអញ្ចឹងទេដូច្នេះយើងមើលទៅវាឃើញតែបញ្ហាអញ្ចឹងហើយបង្កើនការដែលកម្មករពលករដែលមកហ្នឹងគាត់ថាអាពងខ្វះការងារធ្វើមានគេរកការងារឲ្យធ្វើនឹងមានបោកមានអីអត់បើកប្រាក់ខែឬក៏បានការងារដែលបានពិបាកធ្វើអីអញ្ចឹងសពបែបយ៉ាងអញ្ចឹងអង្គការសង្ត្រាល់នេះមែនតើទៅគាត់លើកទឹកចិត្តឲ្យជួយពង្រឹងរកវិធានការឲ្យបានយូរអង្វែងសម្រាប់ទប់ទល់នឹងបញ្ហាពលករចំណាក់ស្រុកដែលមកហ្នឹងគឺរកវិធីដើម្បីឲ្យគាត់បានរស់នៅសមរម្យអីអញ្ចឹងណាក្នុងរយៈពេលលំបាកហ្នឹងដើម្បីទប់ការពារកុំឲ្យពួកគាត់ហ្នឹងមកលំបាកពេកតែលំបាកពេកគឺគាត់ចង់ទៅវិលទៅថៃវិញអញ្ចឹងប៉ុន្តែវាអត់មានជំរឿសទេបងប្អូនទឹកហូរពីទីខ្ពស់ទៅលើទៅទីទាបអ
ចឹងទំនៀបរបស់ថៃនេះគឺអាកន្លែងសោះកក្រោះហ្នឹងគឺវាហូរច្រោះទៅនឹងហើយអញ្ចឹងជិះមិនផុតពីពួកគាត់ទៅវិញក៏យើងស្ដាប់ទៅរៀងរកម្មចិត្តទៅប៉ុណ្្នឹងឯងបងប្អូនឥឡូវslashពលករយើងនៅប៉ុណ្្នឹងលោកហ៊ុនម៉ាណែតឯណោះវិញលោកសង្ឃឹមថា20ឆ្នាំទៀតខេត្តភៀកខាងកើតនឹងក្លាយជាតំបន់ឧស្សាហកម្មនិងកសិឧស្សាហកម្មប្រកបដោយសក្តានុពលខ្ពស់បាទការសង្ឃឹមរបស់នាយករដ្ឋមន្ត្រីរបស់យើងនេះគឺគួរឲ្យសរសើរដែរសង្ឃឹមទៅព្រោះ20ឆ្នាំទៀតហ្នឹងយើងសំខាន់គឺអត់មានអីហូបតាំងពីឥឡូវទៅ20ឆ្នាំទៀតហ្នឹងយ៉ាងម៉េចព្រោះអីស្ថានភាពយើងនឹងរៀងត្រដាបត្រដួសពីឥឡូវទៅកុំថាឡើយខ្លាយទៅជាប្រទេសអ្នកមានប្រទេសផុតពីអ្នកក្រនេះប្រហែលជាអត់ផុតផងទេនៅក្នុងឆ្នាំ2029ប៉ុន្តែមានដឹកនាំរបស់យើងមានសុតិធិនិយមល្អដែរយើងសំណាងមានមេដឹកនាំមានសុតិធិនិយមសារនេះគាត់និយាយនៅពេលដែលចុះទៅសម្ពោធដំណើរការផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្ដូងតសីនៅឯក្រុងស្វាយរៀងនៅថ្ងៃនេះពិធីបើកការដ្ឋានសាងសង់ពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន5គឺគេធ្វើនៅព្រឹកមិញនេះហើយលោកហ៊ុនម៉ាណែតហ្នឹងក៏ឆ្លៀតឱកាសហ្នឹងក៏និយាយថាខេត្តស្វាយរៀងគឺជាខេត្តប្រកបដោយសក្តានុពលសេដ្ឋកិច្ចធំបន្ថែមលើវិស័យកសិកម្មដែលបានរាយការណ៍រដ្ឋាភិបាលក៏ជំរុញឲ្យមានការវិនិយោគលើវិស័យកសិឧស្សាហកម្មនិងឧស្សាហកម្មដើម្បីប្រែក្លាយតំបន់នេះជាការវិនិយោគលើរោងចក្រសហគ្រាសឥឡូវលែងគាត់ថាលែងដាំដំណាំហើយដាំរោងចក្រវិញស្ដាប់ទៅល្អដែរដាំរោងចក្ររោងចក្រមួយបានកម្មករច្រើនប៉ុន្តែសំខាន់តើមានទីផ្សារអត់រោងចក្រហ្នឹងព្រោះអីទីផ្សារពិភពលោកតែយើងដាំរោងចក្រប្រមាណក៏បានដែរប៉ុន្តែបើស្អាតសិទ្ធិមនុស្សយើងបញ្ហាសហជីពយើងបញ្ហាកម្មករបញ្ហាបោះឆ្នោតបញ្ហាអីហ្នឹងនៅសកៈយើងយកទៅលក់ណាក៏អត់ណាទិញដែរអញ្ចឹងរោងចក្រហ្នឹងក៏តែមិនដើរអីដែរតែយ៉ាងណាសង្ឃឹមសិនទៅបងប្អូន20ឆ្នាំទៀតមិនយូរប៉ុន្មានដែរទេឥឡូវនេះគឺជាងបន្តទៅទៀតគឺតកតងនឹងរដ្ឋលេខាធិការឋានកិច្ចការព្រំដែនកម្ពុជាថាការចង់លុប MOU ឆ្នាំ2000គឺជាការចង់កេងចំណេញនយោបាយបងប្អូនបើចង់ស្ដាប់ការបកស្រាយរបស់ខ្ញុំពីរឿង MOU គឺអនុសារណៈនៃការយោគយល់គ្នានេះលំអិតសូមបងប្អូនទៅមើលវីដេអូផ្សាយផ្ទាល់ខ្ញុំព្រឹកថ្ងៃមិញដែល MN Live លេខ385បាទនៅក្នុង YouTube ផ្លូវការរបស់ខ្ញុំណារ៉េតមួងនេះបងប្អូននឹងឃើញការបកស្រាយលម្អិតខ្ញុំមិនបកស្រាយអីបន្ថែមទៀតទេដើម្បីចំណេញពេលខ្ញុំមានព័ត៌មានច្រើនផ្សេងទៀតដែលនឹងជម្រាបជូនគាត់ថារដ្ឋលេខាធិការឋានកិច្ចការព្រំដែនចាត់ទុកថាថៃចង់លុប MOU 2000ហ្នឹងគឺជារឿងកេងចំណេញនយោបាយហើយព័ត៌មានហ្នឹងគឺតវ៉ាអីចឹងខ្ញុំនៅតែប្រកាន់ជំហរថាកុំរវល់ជាមួយថៃកុំរវល់រើសដុំថ្មចោលឆ្កែថៃចង់លុប MOU លុបស្អីលុបទៅព្រោះយើងអត់មានត្រូវអាស្រ័យទៅលើ MOU ឆ្នាំ2000នឹងដើម្បីរស់ឯណាទេអានឹងយកមកសម្របសម្រួលគ្នាគ្រាន់តែវាស់វែងមើលព្រំប្រទល់ប៉ុន្តែឥឡូវដល់ថៃឈ្លានពានអធិបតេយ្យយើងយ៉ាងបំពេញវាអស់ផុតពី MOU នឹងហើយព្រោះយើងបំពេញអានឹងអស់ហើយកុំមកយក MOU មកប្រើយើងដុតវាចោលហើយនោះយើងទៅប្រើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904ដែលមានផែនទីខ្នាត1លើ200,000ហើយប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិចប់ប៉ុណ្ណឹងបានហើយតែយើងនៅអូកាឡាជាមួយថៃគឺថៃនៅបលែងយើងដូចឆ្មាបលែងកដោមុននឹងងាប់យ៉ុងក្រោយគឺយើងស្លាប់ងាប់ដូចកដោអញ្ចឹងបាទន័យថាយើងកំដរហើយកំដរថៃនឹងកំដរដល់ណាទៀតថ្ងៃហ្នឹងតែហ៊ានខ្មែរយើងទៅច្រកថ្មដានៅខេត្តពោធិ៍សាត់ទៅឲ្យពួក MO ថៃ MMO អ្នករលុយអនឡាញលោកចอมផ្លាំងស្អីដែលយើងស្គាល់ថាម្នាក់អីដែលជាអ្នករស៊ីនៅថៃដែលដឹកកុងតឺន័រឥឡូវកុងតឺន័រដឹកថែមមួយជាន់ទៀតហើយមួយជាន់អត់ទាន់បានរើហ៎ឥឡូវថែមឲ្យបាន2ជាន់2ត្រួតទៀតហ្នឹងថ្ងៃ26ហ្នឹងហើយនៅអង្គុយលើទូកុងតឺន័រហ្នឹងទៅចអុលបជាប្រាប់តាហ៊ានយើងជនស៊ីវិលមួយជាអ្នករស៊ី MMO អនឡាញដូចខាងអ្នកលក់លេនៅស្រុកខ្មែរមានអធិពលបជាឲ្យតាហ៊ានយើងដើរចេញឲ្យឆ្ងាយពីទូកុងតឺន័រកុំឲ្យមានបញ្ហាតើមើលងាយខ្មែរយើងប៉ុណ្ណាទៅតែហ៊ានដែលជាអ្នកការពារជាតិដែនអធិបតេយ្យកម្ពុជាឈរនៅលើដីខ្មែរដែនអធិបតេយ្យរបស់យើងត្រូវបានក្រមប្រជាពលរដ្ឋស៊ីវិលថៃម្នាក់នេះចអុលបញ្ជាដេញយើងទីណាត់ទីណែងតើយើងមានភាពអធិបតេយ្យរបស់យើងនៅកន្លែងណាបងប្អូនយើងឲ្យពួកនេះធ្វើអីហើយយើងនៅលេងលបែងថៃដល់ណាទៀតយើងនៅទៅដើរឈរថតរូបស្រីគេក្លាហានគេបានរូបបង
ស្រីដូចនួនល្អបានត្រឹមរូបថតនឹងដល់ពេលណាឲ្យគេមើងងាយយើងដល់ណាទៀតបានហើយយើងទៅបាញ់ថ្នាំស្អីអាទូនឹងទូចោលទេហើយយើងទៅថតវីដេអូយើងទៅមើលទូនឹងយើងមើលមកជីវិតយើងទៀតក៏ទូនឹងតិចទៀតឡើងដល់កប់ពពកឯងវាអត់បានប្រយោជន៍អីទេព្រោះអីថៃគេអត់មានមកស្ដាប់យើងទៅមើលទូនឹងទេគឺថៃខ្លាចតែតុលាការយុតិធធអន្តរជាតិនិងយន្តការដែលយើងអត់ធ្វើហើយទៅយើងនៅលេងលបែងថៃឲ្យថៃមើងងាយយើងមើងងាយដល់ទៅហ៊ានយើងទៀតទាហានយើងចោះហ្នឹងទៅដើម្បីការពារដែនអធិបតេយ្យរបស់យើងប៉ុន្តែត្រូវបានគេមកស្ដីច្រាស់ឆ្អេះឲ្យយើងដើរចេញពីកន្លែងដីអធិបតេយ្យរបស់យើងមើលទៅក្នុងនឹងគឺរកម្មចិត្តណាស់បងប្អូនខ្ញុំថាល្មមបានហើយកុំទៅលេងលបែងរបស់ថៃអីទៀតគេចរចាមិនចរចាកុំខ្វល់រឿងគេទៀតបានហើយគឺមានតែប្តឹងទៅឲ្យយន្តការតុលាការអន្តរជាតិគេដោះស្រាយទៅហើយសម្ដាក់ចេញគោលការណ៍ហ្នឹងកំណត់ឲ្យថៃចូលមកក្នុងការអនុវត្តអីកិច្ចព្រមព្រៀងបាត់ឈប់បាញ់ស្អីវិញអីយ៉ាងម៉េចគឺមានតែយន្តការខាងលើទេព្រោះម្ដងនេះគឺថៃគឺគ្រប់ហេដ្ឋារចនាសម្ព័ន្ធគឺអត់ថយក្រោយទេគឺយកដីខ្មែរឲ្យខាងតែបានហើយបើខ្មែរធ្វើដូច្នេះអត់បានដីមកវិញទេហើយខ្ញុំបានប្រាប់បងប្អូនថាខ្ញុំស្ទើរតែហ៊ានដាក់ជីវិតបើធ្វើដូចយើងបែបនេះអត់បានដីមកវិញទេតែបើយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិខ្ញុំជឿជាក់ 100% ថាយើងនឹងបានដីរបស់យើងវិញប៉ុន្តែសួរថាអញ្ចឹងនឹងឆ្លោះគ្នាយ៉ាងម៉េចទៀតវាអត់ជៀសផុតទេបើធ្វើដូច្នេះទេដែលអាចនឹងឆ្លោះគ្នាខ្លាំងតែបើប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឆ្លោះគ្នាយ៉ាងណាឲ្យតុលាការគេកាត់ទៅយើងទៅឈឺក្បាលអីខ្លាំងមកម្លេះអញ្ចឹងមានតុលាការយុត្តិធម៌អន្តរជាតិនឹងមកធ្វើអីយើងជាសមាជិកយើងអីយើងអត់ឲ្យតុលាការធ្វើការយើងមកដឹកដៃជាមួយចោលជាមួយដែលគេលែងស្ដាប់យើងហើយយើងនៅអោបជើងជន់រំលោភរបស់យើងអង្វរគេដល់ណាទៀតយើងវាអស់ហើយយើងវាបាក់ស្បាតយើងវាគេមើងងាយយើងសពបែបយ៉ាងហើយតើយើងឲ្យគេមើងងាយយើងដល់ណាទៀតអស់ហើយយើងនៅតែស្អំចិត្តប្រជាពលរដ្ឋថាយើងនៅតែតវ៉ាយើងនៅតែប្រើយន្តការយើងនៅគោរពបាត់ឈុតបាញ់យើងគោរពអីបើថៃគេថាយើងអត់គោរពផងយើងនៅគោរពដល់ណាទៀតនៅពេលដែលអាមេរិកដូណាល់ត្រាំនេះថាយើងគឺសុទ្ធតែជាក្រុមចម្បាំងស្មោកគ្រោកទាំងពីរនាក់នេះអត់មាននរណាគេមកគ្រប់គ្រងខ្មែរទេគេថាយើងស្មោកគ្រោកទាំងពីរនាក់ប៉ុន្តែគេថាថៃការពារសន្តិភាពថៃបានសរសើរពីរឿងជួយសម្របសម្រួលឲ្យមានសន្តិភាពក្នុងតំបន់អាមេរិកជួយថៃរហូតជួយកភ្លើងជួយលុយឥឡូវហ្នឹងយកកប៉ាល់ចម្បាំងចុះចតនៅកំពង់ផែថៃទៀតតើយើងនៅអោបជើងថៃដល់ប៉ុណ្ណាទៀតខ្ញុំអត់យល់យើងមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីកិត្តិយសរបស់ខ្មែរយើងលែងចរចាយើងលែងចែកនិយាយទៅយើងអត់មានរឿងស្អីត្រូវចែកចរចាជាមួយថៃអីទៀតផងទេព្រំដែនបិទរហូតដល់ប្រមាណខែយើងអត់បានអត់ទៅហេតុអីបានជាងទៅសុំបាយថៃញ៉ាំខ្ញុំកំពុងតែឆ្ងល់ហេតុអីបានជាយើងទៅសុំដង្ហើមថៃដកនៅហ្នឹងហេតុអីបានជាយើងធ្វើឲ្យយើងទុនខ្សោយហើយនៅយើងប្រាប់ថាយើងខ្លាំងយើងនឹងវល់គេគ្រប់ម៉ាត់យើងចង់ប្រាប់ឲ្យអន្តរជាតិជឿយើងថាយើងជាជាតិសាសន៍ថ្លៃធ្នូយើងប្រើយន្តការទូតយើងប្រើអហិង្សាអន្តរជាតិណាគេឈឺក្បាលនឹងយើងបើអន្តរជាតិគេឈឺក្បាលយើងយូរគេថ្កោលទោសថៃយូរហើយគេដែលថ្កោលទោសថៃសំបីតែម្ដងប៉ុណ្ណឹងដោយសារយើងធ្វើឲ្យរបៀបដឹកនាំរដ្ឋយើងហ្នឹងគឺយើងខូចអស់ហើយដូច្នេះកុំឲ្យទៅជឿថាអូអ្វីដែលយើងធ្វើនឹងត្រូវវាអត់ត្រូវទេបើត្រូវបានផលហើយថៃគេស្ដាប់យើងថៃមានស្ដាប់ឯណាឥឡូវមិនត្រឹមស្ដាប់មកចង់លុប MOU ចោលទៀតចង់យកអា45ដាច់ភឹងទីតាំងហ្នឹងហើយយើងនៅតែអូយើងនឹងមិនបោះបង់ចោលការទៀមទាយើងមិនបោះតែវាអង្កាលបានដាក់ប្តឹងទៀមទាខ្ញុំកំពុងតែឆ្ងល់មិនបោះបង់ក៏ឲ្យចោះល្អហើយប៉ុន្តែយើងត្រូវដាក់ប្តឹងឥឡូវយើងតទៅទៀតបងប្អូនខ្ញុំនិយាយស្លាប់ខ្លួនទៀតក៏កោកសឹកមាត់ទៅដោកចាត់តែពោះកបីប៉ុន្តែខ្ញុំអត់ឈុំព្រោះខ្ញុំនៅតែគិតថាជាភារកិច្ចរបស់ខ្មែរគ្រប់រូបកុំសួរថាជាតិសាសន៍នេះធ្វើអីឲ្យយើងបានតើយើងម្នាក់ជួយធ្វើអីដើម្បីជាតិសាសន៍នេះចង់ឌីលខ្ញុំថាខ្ញុំនឹងរករឿងរដ្ឋាភិបាលខ្ញុំនឹងក្បត់ជាតិឌីលចាស់អស់លោកនឹងទទួលកម្មពីវរាធ្លាក់នរកអវជ័យខ្លួនលោកទេព្រោះអ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់បានដីខ្មែររបស់យើងមកខ្មែរវិញហើយដីខ្មែរបានមកខ្មែរមិញមិនមែនធ្វើតាមរបៀបទៅអោបជើងថៃដែលគេរំលោភយើងគេទាត់យើងហើយយើងដើរអូសយើងទៅអោបជើងគេមើងងាយទៅហ៊ានយើងគេយកបលាលួសមកគេចអុលឲ្យយើងដេញយើងប្រផាត់ប្រភេងចេញពីដីយើងរាល់ថ្ងៃ
ទុកក្រំគ្រាផ្លូវចិត្តរងហើយយើងនៅតែអត់អីទេយើងអហិង្សាយើងអីខ្ញុំមានដែរទៅលើកទឹកចិត្តឲ្យទៅបាញ់គ្នាទៀតឯណាខ្ញុំថាស្ងប់ហ្នឹងល្អហើយប៉ុន្តែស្ងប់នៅពេលដែលមនុស្សខូចអញ្ចឹងយើងត្រូវប្តឹងគេទៅយន្តការដែលមានស្រាប់ច្បាប់អន្តរជាតិមានស្រាប់គណៈកម្មការមេធាវីអីឬសូបង្កើតតាំងពីខែមិថុនាឥឡូវជិតដល់មិថុនាវិញមួយឆ្នាំហើយអត់ដឹងមានព័ត៌មានអីសោះប្តឹងក៏មិនប្តឹងស្រាវជ្រាវឯកសារបានប៉ុណ្ណាក៏មិនប្រាប់ប្រជាពលរដ្ឋដាក់ប្តឹងអីក៏មិនប្តឹងហើយនៅចាំរដ្ឋាភិបាលថៃគេបង្កើតមកដើម្បីឲ្យមកវាស់វែងអត់បានវាស់វែងគេទៅចែកដីនៅភូមិជោគជ័យទៅទៀតពងសង្ឃឹមថាគេវាស់វែងឲ្យខ្មែរគេវាស់វែងតែគ្នាគេចែកទៅប្រជាពលរដ្ឋថៃហើយយើងនៅចាំអីទៀតខ្ញុំពងតែឆ្ងល់និយាយទៅហើយថាទៅថាខ្ញុំនឹងញុះញង់ថាទៅខ្ញុំមិនមានវិបដិសារីសូម្បីតែប៉ុនសរសៃសក់នៅក្នុងការស្រែកឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះខ្ញុំស្រែកដរាបណាខ្ញុំនៅមានដង្ហើមដកហើយបើរដ្ឋាភិបាលអត់ប្តឹងខ្ញុំនៅតែស្រែកអញ្ចឹងរាល់ថ្ងៃហើយជេរទៅជេរខ្ញុំទៅអត់អីទេខ្ញុំទទួលយកទាំងអស់ព្រោះខ្ញុំចង់បានដីខ្មែរមកវិញតែប៉ុណ្្នឹងឯងគាត់ណារដ្ឋាភិបាលគេថាគេធ្វើសពថ្ងៃបានដីមកវិញតែខ្ញុំមើលទៅគឺថាសូន្យហើយបើធ្វើដូចសពថ្ងៃគឺសូន្យថៃនឹងប្រឡប់ហើយពង្រឹងសពាវុធគេកាន់តែខ្លាំងយើងហ្នឹងទៅផេះអំបិលហើយឥឡូវអស់ពីនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសផ្អាកការផាកពិន័យចរាចរណ៍ក្រោយពេលពលរដ្ឋលូរឿងក្រលំបាកបាទល្អដែរលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្ងៃនេះឃើញមានផ្សព្វផ្សាយតាមបណ្ដាញសង្គមពេញទាំងវិទ្យុជាតិទាំងក្រសួងព័ត៌មានអីយកមកចែកផ្សាយថាឲ្យផ្អាកសិនទៅអាការដែលណែផាកពិន័យអីហ្នឹងបងប្អូនហ្នឹងគ្រាន់តែថាពិនិត្យរឿងរជាតិអកុលរអីហ្នឹងធម្មតាគាត់និយាយថាប្រកាសឲ្យផ្អាកការផាកពិន័យចរាចរណ៍ទាំងផ្លូវលំនិងផ្លូវជាតិប៉ុន្តែការត្រួតពិនិត្យអាវុធជាតិផ្ទុះនិងគ្រឿងស្រវឹងនៅបន្តអនុវត្តដដែលប្រជាពលរដ្ឋរករឿងអាជ្ញាធរបន្តិចដែរមួយរយៈពេលពងប្របាក់អាសាំងឡើងថ្លៃអាបញ្ហាសេដ្ឋកិច្ចជីវភាពបលិសផាកពេកដល់អញ្ចឹងវាអត់លុយបងប្អូនចំពោះខ្ញុំមានសមានចិត្តចំពោះបងប្អូនប្រជាពលរដ្ឋយើងខ្មាស់ខាតហើយអាជ្ញាធរលោកសសុខាធួដូច្នេះក៏ជាការជួយសម្រាប់បន្ទុកប៉ុន្តែកំបិតចិត្តដងឯងទេច្បាប់គឺច្បាប់បងប្អូនយើងអត់អាចទៅឲ្យអាជ្ញាធរមកកាត់បន្ថយចឹងមិនគេឈប់ពិន័យបងប្អូនកន្លែងគេឲ្យបើក60គីឡូម៉ែត្រក្នុង1ម៉ោងបងប្អូនពឺត120គីឡូហើយទៅបុកក្មេងបុកអីរៀលពេញដីហើយប៉ូលីសអត់ចាប់អត់ពិន័យឬក៏យ៉ាងម៉េចយើងបំពេញអត់ពាក់មួកសុវត្ថិភាពឬក៏អត់អីយើងចិត្តតែផ្ដេសផ្ដាស់បើកប្រច្រាស់សង់តនិចអីអញ្ចឹងកន្លែងសាលារៀនអត់បថយលបឿនអត់ឲ្យគេពិន័យយ៉ាងម៉េចម៉ូតូអត់ស្លាកលេខអត់បង់ពន្ធអត់អីយើងសឹកចិត្តឲ្យប៉ូលីសអត់ពិន័យយ៉ាងម៉េចខ្ញុំអត់យល់ដែររឿងហ្នឹងច្បាប់គឺច្បាប់តែយើងអត់មានពេលវេលាណាដែលត្រូវបទូបថយការអនុវត្តទេរឿងសំខាន់គឺបទូបថយអាជ្ញាធរប៉ូលីសកុំឲ្យពុកលលួយបើពិន័យឲ្យមែនតែនបើចាប់ឲ្យត្រឹមត្រូវកុំឲ្យចាប់ជំហិតយកតែលុយហើយអត់គិតពីរឿងការចង់ពង្រឹងច្បាប់អាហ្នឹងបានថាបានប្រយោជន៍ព្រោះតែយើងទៅច្បាប់យើងអត់មានពេលរដូវណាឈប់អនុវត្តរដូវណាអនុវត្តទេតែបើកលបឿន40ក្នុង1ម៉ោងតែបើកដល់50-60ខុសគឺខុសហើយវាអត់មានរដូវកូវីដរដូវមិនកូវីដអីទេបើអញ្ចឹងយើងបុកគេងាប់ហើយយើងអានគ្រោះអញ្ចឹងអ្នកបរហោះម៉ូតូបរហោះស្អីចិត្តវាពិបាកអញ្ចឹងបងប្អូនរឿងមិនមែនរឿងបទូបថយនឹងគឺដោយសារបលិសអាចនឹងបងប្អូនយើងនឹងគឺសរកម្មចិត្តត្រង់ថាគាត់បលិមបឡំអញ្ចឹងទៅដូចថាចេះតែចម្រិតទាលុយច្រើនពេកអញ្ចឹងទៅវាខ្វះការបើថាពិន័យអីស្រួលបួលប្រហែលជាដូចជាមិនសូវអីទេប្រជាពលរដ្ឋឲ្យតែដឹងថាពិន័យចំករណីដែលកុំដោយរបៀបចាប់ចម្រិតអីអញ្ចឹងប្រហែលជាមិនសូវអីខ្ញុំមើលឃើញបញ្ហាហ្នឹងខ្ញុំជឿថាបងប្អូនប៉ូលីសយើងក៏មានប៉ូលីសល្អមានប៉ូលីសអាក្រក់ដែរប្រាក់ខែប្រមាណ$300ជាងនឹងបានស្អីហូបផ្លុំកញ្ចែឡើងឆ្លក់ទឹកមាត់ពេញកញ្ចែជួនកាលមានគណៈប្រតិភូមកទៅផ្ទះវិញអត់បាន1រៀលហ្នឹងតើបានស្អីហូបអាហ្នឹងរឿងជីវភាពរឿងកាពះហ្នឹងវាធ្វើឲ្យរឿងពិបាកអញ្ចឹងផ្អាកហ្នឹងក៏វាហ្នឹងឲ្យស្អំចិត្តប្រជាពលរដ្ឋប៉ុន្តែច្បាប់គឺច្បាប់បងប្អូនយើងអត់អាចនឹងអនុវត្តច្បាប់ហ្នឹងដោយសារតែប្រជាពលរដ្ឋលូខ្វះខាតបង់ហើយស្រាប់តែឈប់អនុវត្តច្បាប់ចរាចរណ៍វាអត់ដែលទេអញ្ចឹងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងនឹងសម្បើមទៀតឬយ៉ាងម៉េចតែត្រូវដោះស្រាយអាបញ្ហាសតិអារម្មណ៍ប្រជាពលរដ្ឋរឿងប៉ូលីសផាកខុសរឿងវិញបានល្អកែសម្រួលកែតម្រង់ប៉ូលីសហ្នឹងឲ្យវាច្បាស់ជាងហ្នឹងទៀតអាហ្នឹងបានល្អអស់ពីហ្នឹងទៅគឺសាលាធរផ្ដន្ទាទោសដាក់ពន្ធនាគារ14ឆ្នាំលើអ្នកសារព័ត៌មានអនឡាញ2រូបដែល
ថតរូបជាប់មីនមកចកោមនៅប្រាសាទតាកបីយើងមិនភ្លេចទេគឺសាលាធរយើងគឺនិយាយទៅចាប់តែតាមពិតទៅទាហានអ្នក MMO 2នាក់នេះគឺបងប្អូនដឹងហើយគឺលោកផនសុភាពនិងភាពភារាដែលកាលដំបូងទៅចូលដល់ក្នុងប្រាសាទតាកបីហ្នឹងទៅថតទៅជាប់មីនមកចកោមឲ្យថៃនឹងយកមកសុទ្ធខ្មែរយើងតាក់តងនឹងរឿងយើងដាក់មីនខុសច្បាប់អីឡាក់នឹងឡាក់រហបកាយអីគេមិនបានដោយសាររូបថតមកស្លឹកណាប៉ុន្តែទៅបន្ទោសគ្នាក៏តែបន្ទោសមិនបានដែរហេតុអីបានតែហ៊ានឲ្យពួកគាត់ចូលហើយចាប់បើចាប់2នាក់ហ្នឹងហេតុអីក៏ណោះប្អូនស្រីរបស់លោកហ៊ុនសែនអ្នកស្រីហ៊ុនស៊ីណាតនាំមកក្រុមទៅប្រាសាទតាកបីឃើញបាវខ្សាច់ឃើញអីពេញហ្នឹងក្រោយមកគេកំទេចប្រាសាទតាកបីចោលខ្ទេចខ្ទីអស់មិនវិញចឹងអាហ្នឹងមិនដែរតើការអនុវត្តស្តង់ដារយ៉ាងម៉េចទៅតាមពិតទៅហ៊ានខ្លួនឯងទេដែលមិនគួរឲ្យទៅតំបន់ហ្នឹងឬក៏មិនឲ្យគ្នាថតតែគ្នាទៅចូលមិនបានតែយើងអនុញ្ញាតឲ្យគេទៅថតជាមួយគ្នាទៀតដល់ឥឡូវជាប់គុក14ឆ្នាំអត់មានបាត់មួយថ្ងៃអាសូរដែរបងប្អូនតែយ៉ាងណាបាទយើងនេះជាការសារដល់បងប្អូន MMO ផងប្រយ័ត្នខ្លួនមិនចេះតែថតបានស្រេចចិត្តទេនឹងព័ត៌មានចុងក្រោយគឺតកតងនឹងលោកត្រាំព្រមានអ៊ីរ៉ង់ឲ្យប្រញាប់ចរចាឲ្យមែនតែនប្រយ័ត្នហួសពេលបាទនិយាយទៅគឺអាមេរិកនេះហើយនឹងអ៊ីរ៉ង់នេះវល់ដូចលិមួកចូលឈ្នៀងអញ្ចឹងលោកត្រាំថាចរចាឥឡូវនេះអ៊ីរ៉ង់គេថាអត់មានបានចរចាអីផងហើយលោកត្រាំថាតែឯងថាគេឈប់ប្រើអាវុធបរមាណូអីណាគេថាអត់ទាន់បានចរចាអីទេប៉ុន្តែលោកត្រាំច្បាស់ហើយថាមានក្រុមចរចាមួយក្រុមដែលមិនមែនជាក្រុមពាក់ព័ន្ធនឹងមេដឹកនាំសប្ងៃដែលលើកបន្ទប់ដោយក្រុមបបជិតសាសនាអីហ្នឹងទេគឺលោកត្រាំក៏ថាមានមនុស្សនៅអ៊ីរ៉ង់ហើយមានអ្នកសម្របសម្រួលគឺប្រទេសប៉ាគីស្ថានជាអ្នកកណ្ដាលមួយឥឡូវគេថាអាទិត្យនេះមន្ត្រីអាមេរិកគ្រោងនឹងទៅប៉ាគីស្ថានដើម្បីចរចាទៀតក៏ប៉ុន្តែលោកត្រាំខកចិត្តនឹងអ៊ីរ៉ង់ដែលនិយាយគ្នាគឺអាពេលដែលថាអាចនឹងចរចាហើយស្រាប់ដល់ពេលហើយទៅលឺពាក្យថាអត់មានចរចាអីវិញគាត់ថាអត់ច្បាស់លាស់បែបនេះណាបើមិនព្រមកែចរិតហ្នឹងឲ្យមកច្បាស់លាស់នៅក្នុងការចរចាទេប្រយ័ត្នយឺតពេលលោកពមៀនហ្នឹងបានន័យថានឹងបាញ់កំតិចដូចថាអ្វីដែលជាអសានវត្តរបស់គាត់ហ្នឹងហើយបងប្អូនតាមដានតទៅទៀតរឿងនេះគឺមិនស្រួលប្រហែលទេព្រោះអីអ៊ីរ៉ង់គេជាប្រទេសផ្ដាច់ការ30-40ឆ្នាំគេអត់ចង់ចាញ់ពេកណាបងប្អូនដូចថាលោកត្រាំនិយាយមកគឺអ៊ីរ៉ង់មកអោបជើងសុំចរចាគ្រប់ពេលដល់អញ្ចឹងនោះវាបាក់មុខពេកអញ្ចឹងចង់បានកិត្តិយសដែរចិត្តថាអត់ទេទៅលួងស្អំចិត្តអ្នកតស៊ូនៅអ៊ីរ៉ង់នឹងដែរព្រោះផ្ដាច់ការគេមិនដែលមកចាំចាញ់យើងទេហើយលោកត្រាំអត់ខ្វល់ទេគឺចង់យកមុខគាត់ដែរអញ្ចឹងដាក់ឲ្យរៀបដល់អញ្ចឹងតែការចរចានោះវាអត់ឲ្យតម្លៃគ្នាទៅវិញទៅមកវាធ្វើឲ្យរឿងនេះច្អល់ដាក់គ្នាទៅវិញទៅមកតែចាំមើលបើសិនជារឿងនេះមិនបញ្ចប់ទេអវសានវត្ត5ថ្ងៃដល់ចប់ទៀតនេះហើយដល់អញ្ចឹងតើយ៉ាងម៉េចបាញ់គ្នាទៀតឬយ៉ាងម៉េចបងប្អូនតាមដានតទៅទៀតតែយ៉ាងណាអានេះល្បិចចរចាទេគឺវាយបដាចរចាបដាហើយខ្ញុំជឿថាដំណោះស្រាយនេះនឹងមានឆាប់គឺអ៊ីរ៉ង់ទៅលេរួចហើយអ៊ីរ៉ង់ទៅលេរួចមែនតើលោកត្រាំកំពុងរលេះដើម្បីបំផ្លាញរោងចក្រផលិតចម្រាញ់ប្រេងកាតប្រេងអីនឹងអស់ព្រោះដើម្បីសនុកថាឲ្យអាមេរិកទៅគ្រប់គ្រងឬក៏យ៉ាងណាលាក់អីទៅគឺតាមពិតសប្តាហ៍ថ្ងៃនេះគឺប្រេងអត់ចេញពីច្រកហ័រមូសហ្នឹងវាតែ20%ទេ80%គេចេញនៅទីផ្សេងទៀតគាត់ថាជាភូមិសាស្ត្រនយោបាយអាមេរិកលោកត្រាំជាពិសេសចង់ឲ្យអ្វីដែលសម្រេចនៅអ៊ីរ៉ង់ហ្នឹងគឺបានជោគជ័យកុំឲ្យប្រជាពលរដ្ឋអាមេរិកថ្កោលទោសឬក៏ស្ដីបន្ទោសថាអត់បានការធ្វើឲ្យអាមេរិកខាតបង់អញ្ចឹងបាទអញ្ចឹងយើងតាមដានតទៅទៀតបងប្អូនសូមអរគុណច្រើនហើយជម្រាបលាបងប្អូនរាត្រីសួស្ដីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្ដីបងប្អូននៅទីក្រុងឡុងបេតរដ្ឋ California និងទីផ្សេងនៅថ្ងៃរះបាទសូមជួបគ្នាទៀតនៅរាត្រីនេះបាទ